សួស្តីបងបងអូនតោះថ្ងៃនេះយើងមករៀនធ្វើចំហួយបងប្អូនចំហួយយើងនឹងយើងធ្វើពីដំឡូងជ្វាយើងណាបងប្អូនដំឡូងពណ៌ស្វាយហើយពណ៌លឿងហើយនេះគ្រឿងផ្សំរបស់ខ្ញុំណាបងប្អូនជាដំបូងនឹងខ្ញុំយកដំឡូងពណ៌លឿងខ្ញុំបកវាហើយអស់ហើយបន្ទាប់មកខ្ញុំដាក់ចូលម៉ាស៊ីនក្លុកហ្នឹងហើយយើងដាក់ខ្ទិះដូងក្លុកវាឲ្យម៉ត់ចូលគ្នាទៅបន្ទាប់មកខ្ញុំចាក់ទឹកហ្នឹងចូលទៅក្នុងឆ្នាំងហើយដាក់ម្សៅចំហួយខ្ញុំលៃម្សៅចំហួយមកកញ្ចប់ហ្នឹងចេញជា3ដើម្បីធ្វើជា3ពណ៌បងប្អូនឥឡូវនេះខ្ញុំចាក់ស្ករសហើយម្សៅចំហួយហ្នឹងចូលទៅក្នុងទឹកដំឡូងពណ៌លឿងយើងហ្នឹងបងប្អូនជាមុនដំបូងហ្នឹងខ្ញុំធ្វើពណ៌លឿងមុនដំបូងខ្ញុំចាក់ពណ៌លឿងមុនគេហើយខ្ញុំដាក់នៅលើភ្លើងឥឡូវនេះខ្ញុំបន្ថែមអំបិលបន្តិចឲ្យវាផ្អែមមុតទៅបងប្អូនឥឡូវហ្នឹងពុះហើយខ្ញុំបិទភ្លើងវាយើងបិទភ្លើងវាទុកវាឲ្យចូលត្រជាក់បន្តិចហើយបន្ទាប់មកខ្ញុំដុសដាក់ចូលកែវមុនសិនអាហ្នឹងអញ្ចឹងតង់ទី1ហ្នឹងគឺយើងដាក់ចូលកែវអីឲ្យវាត្រជាក់ហើយឥឡូវនេះយើងមកធ្វើដំឡូងពណ៌ស្វាយអញ្ចឹងដំឡូងពណ៌ស្វាយខ្ញុំបានបកសបកចេញអីអស់ហើយខ្ញុំចាប់ផ្ដើមដាក់ចូលក្នុងម៉ាស៊ីនក្លុកបន្តទៀតមកហើយយើងដាក់ខ្ទិះដូងហ្នឹងខ្ទិះចុងបងប្អូនខ្ញុំធ្វើខ្ទិះចុងសិនហើយយើងក្លុកវាឲ្យម៉ត់ចឹងមកបងប្អូនមើលពណ៌គេឡើងស្អាតហ្មងបងប្អូនបន្ទាប់ពីយើងក្លុកឡើងម៉ត់ចឹងអីហើយយើងយកវាចាក់ចូលឆ្នាំងបងប្អូននិយាយទៅពណ៌ស្អាតដែរបងប្អូនបន្ទាប់មកខ្ញុំដាក់ម្សៅចំហួយស្ករសហើយបន្ទាប់មកយើងកូរវាឲ្យស្ករសម្សៅចំហួយនឹងឲ្យចូលសព្វអស់ហើយយើងអេតថែមអំបិលបន្តិចឲ្យវាផ្អែមមុតឥឡូវនេះខ្ញុំដាក់លើភ្លើងបានពុះហើយបន្ទាប់មកខ្ញុំក៏បិទភ្លើងវាទុកឲ្យវាចូលត្រជាក់បន្តិចបងប្អូនអញ្ចឹងទឹកចំហួយពណ៌ស្វាយយើងបានចូលត្រជាក់ហើយខ្ញុំចាប់ផ្ដើមដួសដាក់ពីលើម្តងទៀតបងប្អូនឃើញទេនិយាយពីដំឡូងពណ៌ស្វាយយើងឃើញពណ៌ឡើងស្អាតហ្មងបងប្អូនឃើញទេអញ្ចឹងយើងបន្តដួសដាក់ឲ្យគ្រប់កែវដោយខ្ញុំដួសដាក់ពណ៌លឿងនឹងមកយើងដួសដាក់មកឲ្យអស់ចឹងមកនិយាយទៅតំណងបងប្អូនឲ្យរសជាតិប្លែកយើងញ៉ាំទៅមានលក្ខណៈម្សៅយើងដូចយើងញ៉ាំដំឡូងអញ្ចឹងបងប្អូនជួយហួយរសជាតិដំឡូងហ្នឹងឥឡូវនេះយើងទុកវាឲ្យត្រជាក់ហើយខ្ញុំចាប់ផ្ដើមទៅធ្វើទឹកខ្ទិះដើមម្ដងទឹកខ្ទិះដើមហ្នឹងខ្ញុំដាក់ម្សៅចំហួយចូលដែរស្ករនិយាយទៅទំហំហើយនឹងស្ករម្សៅចំហួយខ្ញុំចែកចេញជា3ប៉ុន្តែខ្ញុំដាក់ថែមសាច់ដូងហ្នឹងយើងកោសវាយើងយកអាសាច់ដូងចាស់ល្មមមកបងប្អូនយើងកោសវាហើយបន្ទាប់មកខ្ញុំថែមអំបិលបន្តិចថែមអំបិលឲ្យវាផ្អែមមុតឥឡូវនេះខ្ញុំដាក់លើភ្លើងឲ្យវាពុះហើយខ្ញុំនឹងបិទវាអញ្ចឹងពុះហើយនេះខ្ញុំចាប់ផ្ដើមបិទវាហើយខ្ញុំកូរវាឲ្យត្រជាក់បន្តិចចាប់ផ្ដើមដាក់ពីលើម្តងទៀតទីដូងដើមរបស់ខ្ញុំបានឆ្អិនហើយត្រជាក់ហើយបងប្អូនខ្ញុំចាប់ផ្ដើមដួសដាក់និយាយទៅបងប្អូនដៃមួយចំហៀងថតដៃមួយចំហៀងដួសរៀងមើលទៅរៀងពិបាកបន្តិចបងប្អូនមើលទៅបងប្អូននេះឃើញទេយើងចាប់ផ្ដើមដួសដាក់ម្តងទៀតឃើញ3ជាន់ស្អាតទេបងប្អូននេះអូយកប់ហ្មងបងប្អូនហើយនិយាយពីរសជាតិឆ្ងាញ់ប្លែកហ្មងបងប្អូននិយាយទៅឃើញហើយតំណមកនិយាយពីពិសេសជាងគេអាខ្ទិះដើមយើងហ្នឹងយើងដួសដាក់មកនេះនិយាយទៅមើលទៅឡើងខ្ជូតដូចអ្នកនៅខាងក្រោយអញ្ចឹងហើយបន្ទាប់មកខ្ញុំដួសដាក់អាធំមើលទៅឃើញឡើង3ជាន់ស្អាតទេបងប្អូនឃើញអត់អូយកប់សេរីហ្មងពីស្រួលធ្វើណាបងប្អូនចំហួយរសជាតិដំឡូងជ្វាយើងហ្នឹងបងប្អូនបន្ទាប់មកឥឡូវនេះរួចរាល់ខ្ញុំចាប់ដើមដាក់ចូលទូទឹកកកឲ្យវាត្រជាក់បងប្អូននេះឃើញទេវាត្រជាក់វាកកបានល្អហើយបើឃើញទៅមើលឡើងត្រជាក់ឡើងតំណងហ្មងឥឡូវនេះខ្ញុំចាប់ដើមចាក់វាដាក់ចានមួយយកមួយមកបាត់ចាក់ដាក់ចានមើលបងប្អូននេះឃើញទេអូឡើង3ពណ៌3តង់ឡើងស្អាតហ្មងបងប្អូនឃើញទេឥឡូវនេះខ្ញុំចាប់ផ្ដើមយកកាបិតមកពុះវាជ្រាកមើលថាមើលទៅយ៉ាងម៉េចដែរហើយស្រួលធ្វើបងប្អូនអាចរៀនធ្វើនៅផ្ទះតាមខ្ញុំបានហើយងាយស្រួលធ្វើហើយរសជាតិគឺប្លែកហ្មងយើងញ៉ាំទៅរបៀបម្សៅដូចដលងអញ្ចឹងណាឥឡូវនេះខ្ញុំចាប់ផ្ដើមពុះវាបងប្អូននេះឃើញទេអូហូយកប់សេរីមកឥឡូវនេះយើងចាប់ផ្ដើមមកភ្លក់ទាំងអស់គ្នាបងប្អូនចាំមើលអ្នកភ្លក់លើកនេះគឺប្លែកថ្មីហ្មងគេអង្គុយចាំញ៉ាំម៉ាក់អូនញ៉ាំមុនគេអូយកំពៅខ្ញុំថាឆ្ងាញ់ណាស់ណា